លោកគ្រូព្រីនហេតុអ្វីមនុស្សល្អរងទុក្ខហេតុអ្វីមនុស្សល្អរងទុក្ខបាទហើយខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថាមនុស្សល្អមិនរងទុក្ខទេមូលហេតុដែលអ្នកសួរសំណួរនោះព្រោះអ្នកជឿថានៅតែមានមនុស្សដែលល្អហើយខ្ញុំប្រាប់អ្នកថាគ្មាននរណាម្នាក់ល្អទេព្រះយេស៊ូវមានបន្ទូលថាគ្មាននរណាល្អទេពេលព្រះយេស៊ូវយាងមកផែនដីខ្ញុំសូមប្រាប់អ្នកថាការពិតមនុស្សបានស្លាប់ហើយខាងវិញ្ញាណតើអ្នកយល់ទេព្រះយេស៊ូវមិនយាងមកធ្វើឲ្យមនុស្សអាក្រក់ក្លាយជាល្អទេទ្រង់យាងមកធ្វើឲ្យមនុស្សស្លាប់រស់វិញព្រះគម្ពីរចែងថាយើងបានស្លាប់ព្រោះអំពើបាបយើងទាំងអស់គ្នាមិនលើកលែងសូម្បីតែម្នាក់អ្នកឃើញទេក្នុងចិត្តយើងនៅតែប្រាថ្នាចង់បានខ្លួនឯងយើងកំពុងប្រាថ្នាចង់បានការងារមួយចំនួនយើងនៅតែចង់បានសេចក្តីល្អខ្លះនៅក្នុងខ្លួនយើងដូច្នេះយើងបកស្រាយព្រឹត្តិការណ៍ក្នុងជីវិតគួរឲ្យចាប់អារម្មណ៍ណាស់របៀបដែលយើងបកស្រាយព្រឹត្តិការណ៍ដូចជាហេតុអ្វីមនុស្សសុចរិតរងទុក្ខខ្ញុំមកប្រាប់អ្នកពីររបៀបដែលយើងធ្លាប់នឹងចង់គិតនិងរបៀបដែលព្រះយេស៊ូវឆ្លើយតបបញ្ហាទាំងនេះបានទេលូកាចំពុក13ពេលនោះមានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកស្រុកកាលីលេដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងថ្វាយយ៉ាញ់បូជាក្នុងសម័យព្រះយេស៊ូវមានអ្នកស្រុកកាលីលេខ្លះប្រឆាំងនឹងលោកពីឡាតប្រឆាំងនឹងច្បាប់រ៉ូម៉ាំងអ្នកស្គាល់ពីឡាតហើយពីឡាតជាមន្ត្រីរ៉ូម៉ាំងដូច្នេះពួកគេប្រឆាំងនឹងពីឡាតដោយសម្ងាត់ហើយពីឡាតបានដឹងពីផែនការនោះដូច្នេះពីឡាតប្រាប់ទាហានគាត់ត្រៀមក្នុងពិធីបុណ្យចម្លងហើយឲ្យពួកគេឡើងមកដូច្នេះពួកគេឡើងមកជាមួយនឹងកូនជាមពីឡាតបានសម្លាប់ពួកគេទាហានរ៉ូម៉ាំងកំទេចពួកគេហើយឈាមរបស់គេបានហូរជាមួយនឹងឈាមរបស់កូនជាមសម្រាប់នៅពេលគេកំពុងថ្វាយយ៉ាញ់បូជាក៏ដូច្នេះឯងយល់អ្វីខ្ញុំនិយាយទេជាស្ដែងវាជាសោកនាដកម្មវាជាការអាក្រក់មែនទេដូច្នេះតើអ្នកគិតដូចម្ដេចពេលអ្នកឃើញមនុស្សស្លាប់ទាំងនៅក្មេងជាពិសេសស្លាប់ដោយហិង្សាការស្លាប់ដោយហិង្សាខ្ញុំនឹងប្រាប់អ្នករឿងនេះអ្នកគិតបែបណាក៏វាក្បត់ចិត្តខ្លួនឯងដែរទោះអ្នកនិយាយថាមនុស្សខ្លះគិតថាមែនម្នាក់នេះស្លាប់យ៉ាងអាណោចទាំងនៅក្មេងគាត់មុខជាធ្វើបាបធ្ងន់ហើយមែនទេហើយខ្ញុំជឿថាអ្នកទាំងនេះពួកគេបានទៅប្រាប់ព្រះយេស៊ូវពីអ្នកស្រុកកាលីលេពួកគេពិតជាពួកផារ៉ាស៊ីមែនទេមើលតាមបរិបទខ្ញុំជឿថាពួកផារ៉ាស៊ីមករកព្រះយេស៊ូវគំរាមព្រះយេស៊ូវព្រោះព្រះយេស៊ូវនិងសាវកទ្រង់ជាអ្នកស្រុកកាលីលេប្រាប់ពួកគេថាក្នុងក្រុងយេរូសាឡឹមថាអ្នកដឹងទេមានអ្នកស្រុកកាលីលេត្រូវគេសម្លាប់មានន័យថាចូលប្រយ័ត្នព្រះយេស៊ូវឆ្លើយទៅពួកគេតើអ្នកស្មានថាអ្នកស្រុកកាលីលេទាំងនោះជាមនុស្សមានបាបច្រើនជាងអ្នកស្រុកកាលីលេឯទៀតបានជាគេស្លាប់របៀបនេះឬទេខ្ញុំសូមប្រាប់អ្នកថាបើអ្នកមិនកែប្រែចិត្តគំនិតទេអ្នកនឹងត្រូវវិនិច្ឆ័យអន្តរាយដោយគេពាក្យកែប្រែចិត្តគំនិតត្រង់នេះគឺពាក្យបដូរចិត្តគំនិតមេតូណូយ៉ាជឿថាខ្ញុំមកសង្គ្រោះអ្នកមុនយើងថ្កោលទោសនិងចាប់ផ្ដើមរិះគន់មនុស្សសូមចាំថាគ្មានអ្នកគេចផុតពីការស្លាប់ទេស្លាប់គឺស្លាប់ហើយយើងត្រូវការព្រះសង្គ្រោះហើយព្រះយេស៊ូវសួរគេវិញព្រោះគេនិយាយថាប្រយ័ត្នខ្លួនពីឡាតបានសម្លាប់អ្នកស្រុកកាលីលេព្រះយេស៊ូវមានបន្ទូលថាអ្នកគិតថាគេមានបាបច្រើនជាងអ្នកមែនទេលុះត្រាតែអ្នកបដូរចិត្តគិតថាខ្ញុំជានរណាអ្នកនឹងត្រូវវិនិច្ឆ័យអន្តរាយដោយគេឆ្នាំ70នៃគ្រិស្តសករាជពួកគេជាច្រើននៅរស់សម័យនេះព្រះយេស៊ូវសួរគេវិញថាមនុស្ស18នាក់ពេលដែលព្រះយេស៊ូវមានបន្ទូលមនុស្ស18នាក់ដែលបានស្លាប់ដោយពំស៊ីឡោមរលំសង្កត់លើតើអ្នកស្មានថាគេមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតឬខ្ញុំសូមប្រាប់អ្នកថាបើអ្នកមិនកែប្រែចិត្តគំនិតទេអ្នកនឹងត្រូវវិនិច្ឆ័យអន្តរាយដែរសូមស្ដាប់សម័យនោះមានពំមួយខ្ពស់ហើយរឿងគឺថាពំនោះបានរលំនិងសម្លាប់មនុស្ស18នាក់ពេលព្រះយេស៊ូវកំពុងចែករំលែករឿងនេះគេនិយាយរឿងអ្នកស្រុកកាលីលេប្រាប់ទ្រង់ឃើញទេអ្នកក្រុងយេរូសាឡឹមមើលងាយអ្នកស្រុកកាលីលេគេគិតថាអ្នកស្រុកកាលីលេមិនបានរៀនគ្មានការអប់រំពីព្រះគម្ពីរទេដូច្នេះពេលព្រះយេស៊ូវសួរគេមួយសំណួរព្រះយេស៊ូវមានបន្ទូលអ្នកស្លាប់នៅពំស៊ីឡោមពួកគេជាអ្នកក្រុងយេរូសាឡឹមមិនមែនអ្នកស្រុកកាលីលេទេមែនទេហើយព្រះយេស៊ូវមានបន្ទូលតើអ្នកគិតថាគេមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមជាងអ្នករាល់គ្នាឬទេមិនមែនទេបើអ្នកមិនកែប្រែចិត្តគំនិតកែប្រែចិត្តគំនិតអ្វីជឿលើទ្រង់បដូរចិត្តអ្នកសូមមើលមកខ្ញុំព្រះបញ្ជូនខ្ញុំមកស្លាប់ជំនួសបានអ្នកជាអ្នកការពារអ្នកបើអ្នកមិនកែប្រែចិត្តគំនិតអំពីរឿងនេះអ្នកនឹងវិនិច្ឆ័យអន្តរាយដោយគេតើដោយគេយ៉ាងដូចម្ដេចអ្នកទាំង18នាក់ព្រោះអ្វីក្រោមគំនរបាក់បែកអំឡុងឆ្នាំ70នៃគ្រិស្តសករាជអ្នកដែលព្រះយេស៊ូវបាននិយាយជាមួយដែលមិនជឿព្រះយេស៊ូវគេស្លាប់ក្នុងគំនរបាក់បែកពេលពួករ៉ូម៉ាំងចូលមកដូចគ្នាដែរអ្នកស្ដាប់តើទេតែ Josephus បុរាណវិទូជនជាតិយូដាប្រាប់យើងគ្មានគ្រឹះបរិស័ទណាម្នាក់ស្លាប់ទេក្នុងការសម្លាប់ក្នុងឆ្នាំ70នៃគ្រិស្តសករាជហេតុអ្វីគេចាំពីការថ្លែងព្រះបន្ទូលព្រះយេស៊ូវមានបន្ទូលពេលអ្នកឃើញទាហានឡោមព័ទ្ធក្រុងយេរូសាឡឹមសូមរត់ទៅតំបន់ភ្នំ
នៅតំបន់ភ្នំមានក្រុងសេឡាតំបន់សេឡាក្នុងស្រុកយ៉ូដាននោះជាកន្លែងដែលគេគេចខ្លួនហាឡេលូយ៉ាបងប្អូនយើងត្រូវការព្រះគុណគ្រប់ពេលឈប់ប្រៀបធៀបខ្លួនឯងអ្នកដឹងហើយថាយើងចង់ស្វែងរកកំហុសអ្នកដទៃដើម្បីឲ្យខ្លួនមានអារម្មណ៍ល្អឈប់ធ្វើរឿងអត់ប្រយោជន៍នោះទៅអ្នកនៅតែប្រាថ្នាចង់បានអ្វីៗដែលល្អនៅក្នុងអ្នកខកចិត្តនឹងខ្លួនឯងព្រោះអ្នកទុកចិត្តខ្លួនឯងដូច្នេះយើងរាល់គ្នាត្រូវការព្រះគុណក្រោយមកព្រះយេស៊ូវនិយាយពីប្រស្នាមួយវាស្របនឹងបរិបទទ្រង់ប្រាប់ពីប្រស្នាមួយខ្ញុំចិត្តបញ្ចប់វាហើយទ្រង់ក៏បានប្រាប់ពីប្រស្នានេះបុរសម្នាក់មានដើមម្ទុំពោមួយដើមក្នុងចំការដោយសារពេលវេលាខ្ញុំនឹងប្រាប់អ្នកតែម្ដងបានទេបុរសម្នាក់នេះជាតំណាងព្រះបិតាទ្រង់ហើយព្រះបិតាមានចំការមួយចំការពេញដោយទំពាំងបាយជូរទំពាំងបាយជូរជាព្រះពរការស្រវឹងនឹងក្តីស្រឡាញ់ព្រះជារូបភាពនៃស្រាទំពាំងបាយជូរបានស្រវឹងនឹងក្តីស្រឡាញ់ព្រះមែនដើម្បីស្រវឹងនឹងក្តីស្រឡាញ់របស់ព្រះសូមកុំចេញពីទីនេះហើយនិយាយថាខ្ញុំចង់ស្រវឹងនឹងព្រះខ្ញុំនិយាយពីរឿងពិតអ្នកដឹងហើយមិនមែនជាបុរសម្នាក់មានដើមម្ទុំពោមួយដើមក្នុងចំការគាត់ចម្លែកវាជាចំការតែគាត់មានដើមឧទុំពោមួយដើមពាក្យថាដើមនៅទីនេះសូមចំណាំវាមិនបាននិយាយថាបុរសនេះបានដាំដើមឧទុំពោទេមិនបាននិយាយថាគាត់ជាអ្នកដាំទេព្រោះពាក្យថាដាំក្នុងកិរិយាសព្ទក្រិកគឺអកម្មមានន័យថាបុរសនេះមានដើមឈើមួយដើមដាំក្នុងចំការគាត់ដោយអ្នកផ្សេងនរណាដាំដើមឧទុំពោនោះគ្មាននរណាដឹងទេតែខ្ញុំសូមប្រាប់អ្នកដើមឧទុំពោចាំបានពីរឿងរបស់ដើមឧទុំពោពេលគេនិយាយពីវាលើកដំបូងអាដាមនិងអេវ៉ាគ្របបាំងកាយដោយស្លឹកឧទុំពោវាជារូបភាពនៃភាពសុចរិតផ្ទាល់ខ្លួនវាជារូបភាពនៃជីវិតក្រោមវិន័យចាំពីរឿងរបស់ព្រះយេស៊ូវរបៀបដែលព្រះយេស៊ូវបង្រៀនម៉ាកុស 11របៀបស្រែកជំនឿនៃព្រះនៅក្នុងជីវិតអ្នកទេទ្រង់ដាក់បណ្ដាសាដើមឧទុំពោហើយទ្រង់បង្រៀនពីជំនឿនៃព្រះម្យ៉ាងទៀតជំនឿនៃព្រះមិនអាចត្រូវបានស្រាយទេរហូតអ្នកដាក់បណ្ដាសាស្លឹកឧទុំពោនៃភាពសុចរិតផ្ទាល់ខ្លួនក្នុងជីវិតអ្នកភាពសុចរិតផ្ទាល់ខ្លួនចេញមកតាមរយៈអ្នកនិយាយថាខ្ញុំគិតថាបុរសនោះមានបាបច្រើនជាងខ្ញុំភាពសុចរិតផ្ទាល់ខ្លួនវាកើតឡើងពេលអ្នកនិយាយថាហេតុអ្វីមនុស្សល្អរងទុក្ខភាពសុចរិតផ្ទាល់ខ្លួនជំនួសការរាប់ជាសុចរិតរបស់ព្រះជាម្ចាស់អ្នករាប់ខ្លួនឯងជាសុចរិតអ្នកចង់ចាប់កំហុសព្រះជាជាងចាប់កំហុសខ្លួនឯងនោះហើយជាភាពសុចរិតផ្ទាល់ខ្លួនតើយល់អ្វីដែលខ្ញុំនិយាយទេពេលនេះបុរសនេះមានដើមឧទុំពោដាំក្នុងចំការគាត់ដូច្នេះអ្វីដែលត្រូវធ្វើបើគាត់ជាអ្នកមានដូច្នោះគ្រាន់តែដកវាចេញទៅដូច្នេះដើមឧទុំពោជារូបភាពនៃវិន័យចូលមកនៅក្បែរនោះច្បាប់ចូលមកដោយការលាក់លៀមដូច្នេះព្រះមិនដែលចង់ឲ្យមនុស្សរស់នៅក្រោមភាពសុចរិតផ្ទាល់ខ្លួនទេតែព្រះមានបន្ទូលថាបានអ្នកចង់រស់នៅក្រោមភាពសុចរិតផ្ទាល់ខ្លួនមែនទេមើលចុះតើមានផ្លែពីដើមឧទុំពោនេះឬដូច្នេះទ្រង់មករកផ្លែពីដើមនោះហើយរកមិនបានសោះបន្ទាប់ទៀតអ្វីជារឿងសំខាន់ដែលព្រះត្រូវធ្វើចំការអ្នកចាំថាព្រះយេស៊ូវយាងមករកយើងរកសាវកទ្រង់ហើយមានបន្ទូលខ្ញុំជាដើមអ្នកជាមែកបានទេដូច្នេះដើមឧទុំពោជារូបភាពនៃជីវិតក្រោមវិន័យដូច្នេះទ្រង់មានបន្ទូលទៅអ្នកថែចំការនោះដោយសារយើងដល់ម៉ោងអ្នកថែចំការនោះគឺព្រះយេស៊ូវផ្ទាល់ព្រះបិតាមើលមកព្រះបុត្រាហើយព្រះបិតាមានបន្ទូលសូមស្វែងរក3ឆ្នាំហើយឈប់ពរណកិច្ចរបស់ព្រះយេស៊ូវមានពេលប៉ុន្មានឆ្នាំ3ឆ្នាំលើ3ឆ្នាំបន្តិចនៅតាមផ្លូវពេលទ្រង់កំពុងបង្រៀនទ្រង់និយាយអំពីនៅពេលនេះ3ឆ្នាំហើយព្រះមានបន្ទូលខ្ញុំមករកផ្លែឈើដើមឧទុំពោនេះតែគ្មានផ្លែសោះកាប់វាចោលទៅទុកវានាំខាតដីធ្វើអ្វីមែនទេបន្ទាប់មកព្រះយេស៊ូវឆ្លើយនិងនិយាយទៅព្រះបិតាអ្នកថែចំការនិយាយទៅម្ចាស់លោកសុំទុកវា1ឆ្នាំសិនទុកវា1ឆ្នាំសិនដែរមានន័យដូចម្ដេចឆ្នាំទី4រហូតខ្ញុំជ្រួយដីជុំវិញនិងដាក់ជីវាហេតុអ្វីអ្នកដាក់ជីដើមនោះដើម្បីឲ្យវាមានផ្លែមែនទេពាក្យថាដាក់ជីជាការពិតគឺពាក្យនៅក្នុងការបកប្រែគោលខបខ្ញុំបង្ហាញការបកប្រែគោលខបចែងដូចម្ដេចដាក់ជីវាដូច្នេះម្ចាស់ចំការនិយាយកាប់ដើមឧទុំពោនោះចោលទៅខ្ញុំមករកផ្លែឈើច្រើនឆ្នាំហើយគ្មានផ្លែសោះមួយក៏គ្មានផងហើយអ្នកថែចំការនិយាយថាចាំ1ឆ្នាំទៀតសិនខ្ញុំនឹងជ្រួយជុំវិញនិងដាក់ជីវាមែនទេឆ្នាំក្រោយប្រហែលនឹងមានផ្លែបើមិនផ្លែទេសំកាត់វាចោលចុះបាទឥឡូវសូមមើលនេះដាក់ជីជាអ្វីក្នុងគម្ពីរហ្វីលីប
លោកប៉ូលនិយាយថាលោកប៉ូលបាននិយាយពីសមិទ្ធផលរបស់គាត់ស្នាដៃរបស់គាត់ខ្ញុំជាជនជាតិហេប្រឺជាសិស្សរបស់កាម៉ាលៀខ្ញុំជាជនជាតិអ៊ីស្រាអែលខ្ញុំនៅសម្ព័ន្ធប៊ែនយ៉ាមីននិយាយពីវិន័យខ្ញុំគ្មានកំហុសទេគាត់មិននិយាយថាគ្មានបាបទេគឺគ្មានកំហុសអ្នកជាមនុស្សមិនអាចស្ដីបន្ទោសគាត់បានទេហើយគាត់និយាយពីការខ្នះខ្នែងខ្ញុំបានបៀតបៀនក្រុមជំនុំគាត់និយាយពីស្នាដៃគាត់ហើយក្រោយមកគាត់និយាយដូចនេះសូមមើលទៅហ្វីលីបហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរព្រោះសេចក្តីដែលប្រសើរជាងគឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវដោយយល់ដល់ទ្រង់ខ្ញុំបានខាតគ្រប់ទាំងអស់ហើយបានរាប់ទាំងអស់ទុកដូចជាសម្រាមប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញទាំងអស់នេះដែលមនុស្សមានមោទនភាពចំពោះជាធម្មតាខ្ញុំរាប់ទាំងអស់ទុកដូចជាសម្រាមប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទនិងនៅក្នុងទ្រង់ដោយគ្មានភាពសុចរិតផ្ទាល់ខ្លួនរបស់ខ្ញុំគ្មានខ្ញុំសោះគឺព្រះគ្រីស្ទទាំងអស់អាមែនគ្មានភាពសុចរិតរបស់ខ្លួនដែលជាវិន័យទេតែជាអ្វីដែលមានតាមរយៈជំនឿលើព្រះគ្រីស្ទភាពសុចរិតដែលមកពីព្រះដោយសារជំនឿដូច្នេះទៅមើលរឿងយើងវិញព្រះបុត្រានិយាយថាទុកឲ្យខ្ញុំដាក់ជីខ្ញុំបានសួរព្រះអង្គថាមានអ្វីកើតឡើងនៅទីនេះហេតុអ្វីវាគ្មានផ្លែដឹងទេព្រះមានបន្ទូលអ្វីមកខ្ញុំមិនអាចរកជីគ្រប់ទេឆ្នាំចុងក្រោយគឺឆ្នាំនៃកិច្ចការរបស់ពួកសាវកឆ្នាំចុងក្រោយនៃព្រះគុណព្រះបានទៅស្វែងរកមនុស្សដែលទម្លាក់ភាពសុចរិតរបស់គេចោលទុកជាជីបើមានជីគ្រប់គ្រាន់តែទ្រង់មិនអាចរកជីគ្រប់អ្នកដឹងថាគេធ្វើអ្វីទេពេត្រុសបានអធិប្បាយមនុស្សតែ 3,000 នាក់ទេដែលបានសង្គ្រោះក្នុងចំណោមពួកគេអ្នកដឹកនាំជាច្រើនពួកគេនៅតែបដិសេធព្រះយេស៊ូវព្រះនៅតែផ្ដល់ឱកាសឲ្យគេពួករ៉ូម៉ាំងមិនទាន់មកនៅឡើយហើយចុងក្រោយបន្ទាប់ពីការអធិប្បាយមួយហើយមួយទៀតស្តេផានជាមនុស្សចុងក្រោយស្តេផានក្រោកឡើងហើយអធិប្បាយហើយអ្នកដឹងទេគម្ពីរចែងច្បាស់ថាពួកផារ៉ាស៊ីអ្នកដឹកនាំសាសនាពួកគេធ្វើបែបនេះដាក់ត្រចៀកខ្លួនឯងដោយកូនក្មេងខ្ញុំមិនចង់ស្ដាប់ទៀតទេគម្ពីរចែងថាគេក្តោបត្រចៀកដូចជាកូនក្មេងយើងមិនចង់ស្ដាប់ទៀតទេអ្នកដឹងទេគេសុខចិត្តយកវិន័យព្រោះវិន័យលើកកម្ពស់ភាពសុចរិតរបស់ខ្លួនគេជាជាងឮថាពួកគេជាមនុស្សបាបហើយពួកគេត្រូវការព្រះយេស៊ូវជាព្រះសង្គ្រោះគេជាភាពសុចរិតរបស់គេពួកគេមិនស្ដាប់ហើយគេគប់ដុំថ្មសម្រាប់ស្តេផានមុនពេលស្តេផានស្លាប់ស្តេផានមើលទៅសាន់ស៊ូហើយឃើញព្រះយេស៊ូវឈរព្រះយេស៊ូវត្រៀមខ្លួនរួចរាល់បើគេស្ដាប់ការអធិប្បាយរបស់ស្តេផានហើយប្រជាជាតិងាកមកនិយាយថា Baruch haba Bashem Adonai សូមថ្វាយពរទ្រង់ព្រះយេស៊ូវនឹងយាងមកវិញហើយព្រះយេស៊ូវនឹងយាងមកវិញហើយគ្រប់គ្រងលើយេរូសាឡឹមតែអត់ទេគេបដិសេធនោះជាការរងទុក្ខចុងក្រោយនោះជាឆ្នាំចុងក្រោយហើយអ្នកដឹងទេតើប្រគុណព្រះបញ្ឈប់ទេផារ៉ាស៊ីវ័យក្មេងម្នាក់នៅទីនោះដែលអនុញ្ញាតឲ្យគេគប់ស្តេផានជាបរិសវ័យក្មេងឈ្មោះថាសូលហើយព្រះទតមកនឹងមានបន្ទូលថាអ្នកដែលអនុញ្ញាតឲ្យសម្លាប់ស្តេផានយើងនឹងធ្វើឲ្យគេក្លាយជាសាវកអស្ចារ្យបំផុតនៃព្រះគុណតើមានព្រះគុណអ្វីដូច្នេះពេលអ៊ីស្រាអែលមានទុក្ខលំបាកចុងក្រោយឲ្យចុងក្រោយបានផ្ដល់ឲ្យពួកគេនៅតែបដិសេធបន្ទាប់មកពួករ៉ូម៉ាំងចូលមកក្នុងឆ្នាំ70នៃគ្រិស្តសករាជបំផ្លាញព្រះវិហារនិងបណ្ដេញប្រជាជនហើយថ្ងៃមួយជនជាតិយូដា30,000 នាក់បានស្លាប់ពួកគេជាច្រើនបានរត់ខ្ចាត់ខ្ចាយពួកគេជាច្រើនខ្លាចជាទាសករខ្ញុំសូមបញ្ចប់ដោយការនិយាយរឿងនេះតើអ្នកត្រូវការព្រះគុណប៉ុណ្ណាតើវាជាខ្ញុំខំអស់សមត្ថភាពក្រៅពីនោះគឺព្រះគុណព្រះមែនទេដឹងទេមនុស្សខ្លះគិតបែបនោះមែនលោកគ្រូព្រិនព្រះធ្វើផ្នែករបស់ទ្រង់យើងត្រូវធ្វើផ្នែករបស់យើងផ្នែករបស់អ្នកគឺត្រូវដឹងថាគ្មានផ្នែករបស់អ្នកទេយើងពេលដឹងថាគ្មានផ្នែករបស់យើងទេនោះហើយជាផ្នែកល្អបំផុតដែលអ្នកបានធ្វើគឺព្រះគ្រីស្ទទាំងអស់ឈប់ប្រាថ្នាចង់បានខ្លួនឯងទៀតឈប់ខំចង់បានខ្លួនឯងកែលម្អខ្លួនឯងអ្នកដឹងថាវាលំបាកយ៉ាងណាតានតឹងប៉ុណ្ណាដែលត្រូវមើលទៅអារម្មណ៍ខ្លួនឯងមើលទៅការគិតរបស់អ្នកហើយគ្រីស្ទបរិស័ទមួយចំនួននៅតែធ្វើដូច្នោះសូម្បីតែពេលនេះសូម្បីតែថ្ងៃនេះសូម្បីពេលមកក្រុមជំនុំពួកគេនឹងអង្គុយនៅទីនោះហេតុអ្វីអារម្មណ៍ខ្ញុំបែបនេះហេតុអ្វីគំនិតខ្ញុំបែបនោះហេតុអ្វីខ្ញុំនៅតែមានគំនិតអាក្រក់ពេលថ្វាយបង្គំខ្ញុំមានអារម្មណ៍បែបនេះខ្ញុំអាចគិតបែបនោះបើអ្នកឈប់គិតពីខ្លួនឯងសូមឈប់ការសង្គ្រោះមិនមែនអ្នកនៅតែប្រាថ្នាចង់បានហើយអ្វីបានជាខ្ញុំបែបនោះអ្នកខកចិត្តនឹងខ្លួនឯងព្រោះអ្នកទុកចិត្តខ្លួនឯងដូច្នេះទើបអ្នកខកចិត្តដូច្នេះទើបអ្នកបាក់ទឹកចិត្តព្រះកំពុងប្រាប់អ្នកថាខ្លួនអ្នកអស់សង្ឃឹមសូមស្វែងរកខ្លួនឯងថ្មីក្នុងព្រះគ្រីស្ទតើអ្នកណាជាខ្លួនឯងថ្មីមើលឲ្យឆ្ងាយក្រៅពីខ្លួនឯងមើលទៅព្រះគ្រីស្ទការសង្គ្រោះរបស់អ្នកចាប់ផ្ដើមដោយមើលទៅខាងក្រៅ
ក៏មើលទៅគំនិតអារម្មណ៍របស់អ្នកមើលទៅព្រះគ្រីស្ទព្រះស្រាប់តែមានបន្ទូលថាពីពេលនេះតទៅយើងមិនថ្កោលទោសអ្នកតាមការគិតរបស់អ្នកទេមិនថ្កោលទោសអ្នកផ្អែកលើអារម្មណ៍អ្នកទេយើងនឹងថ្កោលទោសអ្នកផ្អែកលើបុត្រាយើងថាទ្រង់ល្អប៉ុណ្ណាមិនមែនអ្នកល្អប៉ុណ្ណាទេទ្រង់ជាខ្លួនថ្មីរបស់អ្នកពេលនេះអ្នកយល់ទេហេតុអ្វីខ្លួនថ្មីរបស់អ្នកមិនអាចត្រូវថ្កោលទោសទៀតយោតែលោកគ្រូព្រិនលោកមិនយល់ទេកាលពីយប់មុនខ្ញុំបានធ្វើរឿងអាក្រក់ជាថ្មីម្ដងទៀតមិនមែនអ្នកទេហើយព្រះមិនមើលមកមនុស្សម្នាក់នោះដែលបានធ្វើរឿងនោះយប់មុនទេព្រះកំពុងមើលមកខ្លួនថ្មីរបស់អ្នកការពិតព្រះមានបន្ទូលថាចាប់ផ្ដើមកំណត់អត្តសញ្ញាណនេះជាខ្លួនថ្មីរបស់អ្នកអរិយនឹងចង្អុលអ្នកជានិច្ចមើលការគិតរបស់អ្នកមើលអារម្មណ៍របស់អ្នកចុះអ្នកស្អប់បងប្រុសម្នាក់នោះអ្នកច្រណែននឹងបងស្រីម្នាក់នោះមិនក៏អញ្ចឹងពេលអ្នកមើលទៅខ្លួនអ្នកអារម្មណ៍អ្នកពួកវានឹងនិយាយថាមិនក៏អញ្ចឹងវាតានតឹងចិត្តណាស់ហើយអ្នកព្យាយាមនិយាយថាទេខ្ញុំមានអារម្មណ៍ល្អខ្ញុំមិនអញ្ចឹងទេខ្ញុំជាឈប់ទៅអ្នកនៅតែព្យាយាមបង្ហាញដល់ខ្លួនឯងឈប់ទៅហើយប្រាប់អរិយថានោះជាខ្លួនពិតរបស់ខ្ញុំនៅស្ដាំដៃព្រះបិតាទៅពិនិត្យទ្រង់បានបើអ្នករកកំហុសទ្រង់ឃើញខ្ញុំក៏មានកំហុសដែរព្រោះថ្ងៃនេះខ្ញុំសូមប្រាប់អ្នកថាព្រះនេតដ៏វិសុទ្ធនៃព្រះមិនមើលមកអ្នកជាអ្នកទេទ្រង់មើលទៅព្រះយេស៊ូវជាខ្លួនអ្នកពិតពេលអ្នកដឹងដូច្នោះហើយអ្នកនឹងបានប្រយោជន៍ក្នុងការស្វែងយល់ពីព្រះយេស៊ូវបានច្រើនតាមដែលអាចធ្វើទៅបានទ្រង់អាចទទួលទោសម្ដងទៀតទេមិនអាចទេការគិតដូចគ្នានោះគួរតែការពារគំនិតអ្នកព្រោះថ្ងៃនេះព្រះសម្លឹងមើលទ្រង់ថាជាអ្នកពិតប្រាកដគ្មានអ្នកមើលឃើញការពិតដោយព្រះទេលោកគ្រូមិនស្ដាប់អ្វីដែលខ្ញុំនិយាយទេអ្នកមិនឮអ្វីដែលខ្ញុំនិយាយទេលោកគ្រូខ្ញុំចង់ប្រាប់ថាខ្ញុំបានធ្វើរឿងដែលខ្ញុំមិនដែលនឹកគិតថាខ្ញុំនឹងធ្វើទេហើយខ្ញុំសូមប្រាប់អ្នកថាព្រះយេស៊ូវបានធ្វើរឿងដែលអ្នកមិនដែលនឹកគិតថាទ្រង់នឹងធ្វើទេខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកបានធ្វើទេខ្ញុំមិនខ្វល់ថាអ្នកមានអារម្មណ៍បែបណាទេអ្នកកំពុងតែរស់នៅក្នុងអត្តសញ្ញាណខុសហេតុនេះអ្នកនៅបន្តធ្វើរឿងខុសអត្តសញ្ញាណពិតរបស់អ្នកគឺព្រះគ្រីស្ទនៅខាងស្ដាំដៃព្រះបិតាហើយពេលដែលអ្នកដឹងរឿងនោះព្រះគ្រីស្ទនឹងយកកន្លែងរបស់អ្នកនោះភាពវិសុទ្ធកើតឡើងដោយចៃដន្យមែនទេខ្ញុំនឹងបញ្ចប់តើអ្នកត្រូវការព្រះគុណព្រះប៉ុណ្ណាពេលព្រះផ្លុំដង្ហើមពេលព្រះបញ្ជូនព្រះវិញ្ញាណទ្រង់ពេលព្រះបញ្ជូនព្រះគុណមកអ្នកខ្ញុំសូមប្រាប់អ្នករឿងនេះអ្វីនឹងធ្លាក់មកនៅជំនួយអ្នកអាមែនអ្វីនឹងកើតឡើងចំពោះអ្នកហើយកើតឡើងសម្រាប់អ្នកអ្នកមិនចាំបាច់ច្រណែនទេអ្នកមិនចាំបាច់ខ្នះខ្នែងទេអ្នកមិនចាំបាច់ត្រូវការបំពេញទេអ្នកគ្រាន់តែមើលទៅអត្តសញ្ញាណថ្មីគឺព្រះយេស៊ូវគ្រីស្ទនោះព្រះពរនឹងធ្លាក់មកនោះអ្នកខ្លាចជាមនុស្សដែលអ្នកដទៃច្រណែនហេតុនេះសំណួរខ្ញុំគឺថាមិនមែនថាហេតុអ្វីមនុស្សល្អរងទុក្ខទេជាការពិតគ្មាននរណាម្នាក់ល្អទេមានតែព្រះគ្រីស្ទហើយពេលយើងនៅក្នុងទ្រង់យើងល្អដោយសារទ្រង់មែនទេបងប្អូនសូមស្ដាប់រាល់ថ្ងៃសូម្បីខ្យល់ដែលយើងដកដង្ហើមក៏យើងត្រូវការប្រគុណព្រះដែរពេលនេះខ្ញុំនឹងមិននិយាយដូចបានធ្លាក់លើថ្មទេតែខ្ញុំគិតថានោះជាអ្វីដែលព្រះយេស៊ូវមានបន្ទូលសូម្បីសោកនាដកម្មទាំងនោះបើអ្នកដឹងថាអ្នកត្រូវការទ្រង់ប៉ុណ្ណាទ្រង់នឹងលាស្លាប់ទ្រង់នឹងឃុំគ្រងអ្នកតែអ្នកធ្វើដូចជាខ្ញុំបានដោះស្រាយវារួចអស់ហើយខ្ញុំយល់ពីវាទាំងអស់ខ្ញុំដឹងថាអ្វីត្រូវធ្វើអ្នកដែលបរាជ័យក្នុងការធ្វើផែនការពួកគេមានផែនការបរាជ័យខ្ញុំមិនដឹងទេទោះបីខ្ញុំមានផែនការល្អបំផុតខ្ញុំមិនអាចនិយាយថាវានឹងជោគជ័យទេតែខ្ញុំមើលទៅព្រះអង្គជនជាតិអ៊ីស្រាអែលមិនត្រូវការធ្វើផែនការនៅវាលហោស្ថានទេតែពេលគេភ្ញាក់ឡើងគេមើលដុំពពកពេលយប់មើលដុំភ្លើងឲ្យតែគេមើលទៅព្រះអង្គនឹងមានអាហារនៅទីនោះការឃុំគ្រងនៅទីនោះមានការការពារនិងជ័យជំនះនៅទីនោះអាមែនរស់នៅដោយសាមញ្ញសូមកុំបារម្ភបើអ្នកមានការណាត់ជួបដែលអ្នកត្រូវទៅនៅអាទិត្យក្រោយឬអាទិត្យក្រោយនេះសូមទោសអាទិត្យក្រោយនេះឬរឿងអ្វីដែលអ្នកត្រូវធ្វើសប្តាហ៍នេះកុំបារម្ភព្រះគុណនឹងនៅទីនោះលោកគ្រូមែនហើយអ្នកគ្រងអ្វីដែលត្រូវនិយាយនឹងអ្វីអស់នោះបើត្រូវធ្វើសន្ទរកថាអ្នកត្រូវមានការសម្ភាសសូមទុកចិត្តព្រះសម្រាប់ព្រះគុណព្រះនឹងឲ្យអ្នកឃើញអ្វីដែលអ្នកត្រូវការឃើញព្រះនឹងឲ្យអ្នកគិតឃើញអ្វីដែលអ្នកត្រូវគិតនៅពេលដ៏ត្រឹមត្រូវថ្ងៃនេះកុំបារម្ភពីបញ្ហានៅសប្តាហ៍ក្រោយព្រះនុមនារបស់ព្រះចូលមកម្ដងមួយថ្ងៃមែនទេព្រះគុណព្រះដែលប្រទានគឺម្ដងក្នុងមួយថ្ងៃសូមរស់នៅដោយមិនខ្វល់ខ្វាយព្រោះអ្នកទុកចិត្តទ្រង់វាជាទំនួលខុសត្រូវអស្ចារ្យបំផុតដែលអ្នកអាចបង្ហាញព្រះដោយទុកចិត្តទ្រង់អ្នកប្រែជាមិនខ្វល់ខ្វាយពេលអ្នកមានបន្ទុកនិងបារម្ភ
អ្នកនឹងនិយាយថាខ្ញុំត្រូវតែធ្វើវាខ្លួនឯងព្រោះអ្នកធ្វើការមិនបានល្អសូមរៀនឈប់ខ្វល់ខ្វាយព្រោះការមិនខ្វល់ខ្វាយគឺជាការប្រកាសថាព្រះគ្រប់គ្រងក្នុងជីវិតខ្ញុំព្រះថែរក្សាខ្ញុំចុងសប្តាហ៍នេះព្រះនឹងថែរក្សាទ្រង់យាងទៅមុនក្នុងសប្តាហ៍នេះព្រះបានយាងចូលថ្ងៃច័ន្ទហើយទ្រង់បានយាងចូលថ្ងៃអង្គារពុធថ្ងៃទាំងអស់ហើយទ្រង់បានត្រៀមគ្រប់យ៉ាងដែលត្រូវការត្រៀមទ្រង់បានដកគ្រោះថ្នាក់ដែលមាននៅទីនោះអាមែនគ្មានន័យថាជីវិតខ្ញុំដូចជាគ្រែដែលពេញដោយផ្កាកុលាបទេមានន័យថាបើខ្ញុំមានបញ្ហាវាជាបញ្ហាដែលពង្រឹងខ្ញុំមិនមែនបំបែកខ្ញុំទេអាមែនហើយបញ្ហាអ្វីដែលខ្ញុំមិនត្រូវការទ្រង់នឹងដកវាចេញដូច្នេះរស់នៅក្នុងជីវិតបែបនោះចុះអ្វីដែលអ្នកត្រូវដឹងទ្រង់នឹងឲ្យអ្នកដឹងអ្វីដែលអ្នកត្រូវនិយាយទ្រង់នឹងឲ្យអ្នកនិយាយកុំបារម្ភពីអ្វីដែលត្រូវនិយាយព្រោះបិតាអ្នកនឹងប្រទានឲ្យអ្នកនិយាយក្នុងពេលនោះសរសើរដំកើងទ្រង់បងប្អូនហាឡេលូយ៉ាអាមែនថ្ងៃនេះបើអ្នកនៅទីនេះសូមស្ដាប់ការពិតគ្មានការស្លាប់របស់អ្នកប្រាជ្ញមនុស្សល្ងងការស្លាប់អ្នកមានឬអ្នកក្រទេពេលមនុស្សម្នាក់ស្លាប់ពួកគេទាំងអស់គ្នានៅក្នុងប្រភេទដូចគ្នាព្រះគម្ពីរចែងថាមនុស្សទាំងអស់ស្លាប់ដោយសារអំពើបាបរបស់ខ្លួនហើយព្រះបញ្ជូនបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទមកសគត់ជំនួសបាបយើងនិងដើម្បីឲ្យយើងរស់ឡើងវិញពីក្តីស្លាប់ខាងវិញ្ញាណបើជាអ្នកថ្ងៃនេះអ្នកបានឮដំណឹងល្អហើយទីណាក៏ដោយដែលអ្នកនៅអ្នកនិយាយថាលោកគ្រូព្រីនដល់ពេលដែលខ្ញុំត្រូវលះបង់ខ្លួនឯងទទួលព្រះគ្រីស្ទជាព្រះសង្គ្រោះនិងព្រះអម្ចាស់ហើយដល់ពេលដែលខ្ញុំត្រូវឈប់ប្រព្រឹត្តឈប់ធ្វើហើយសម្រាកក្នុងអ្វីដែលព្រះគ្រីស្ទបានធ្វើបើជាអ្នកសូមអធិដ្ឋានជាមួយខ្ញុំទីណាក៏ដោយដែលអ្នកកំពុងមើលបើអ្នកចង់បានការអត់ទោសពេញលេញការអត់ទោសអស់កលនិងអត្តសញ្ញាណសុចរិតក្នុងព្រះគ្រីស្ទក្នុងព្រះនេត្រព្រះជារៀងរហូតសូមអធិដ្ឋានជាមួយខ្ញុំឥឡូវនេះនិយាយថាបិតានៅស្ថានសួគ៌អរគុណទ្រង់ដែលបញ្ជូនព្រះយេស៊ូវមកសគត់សម្រាប់ខ្ញុំលើឈើឆ្កាងទ្រង់សគត់សម្រាប់ខ្ញុំជាខ្ញុំហើយទ្រង់សគត់ដោយសារអ្វីដែលខ្ញុំបានធ្វើអ្វីទាំងអស់បានបង់ថ្លៃអរគុណព្រះបិតាដែលទោះបីជាខ្លួនចាស់របស់ខ្ញុំមិនអាចនឹងប្រសើរឡើងនៅក្នុងការរស់ឡើងវិញទ្រង់ប្រទានឲ្យខ្ញុំមានខ្លួនថ្មីគឺព្រះគ្រីស្ទផ្ទាល់ដែលមិនអាចត្រូវថ្កោលទោសទេខ្ញុំសារភាពថាព្រះគ្រីស្ទជាព្រះអម្ចាស់និងព្រះសង្គ្រោះហើយដោយលោហិតទ្រង់បាបទាំងអស់របស់ខ្ញុំបានអត់ទោសអរគុណព្រះបិតាជាព្រះគ្រីស្ទជាព្រះអម្ចាស់និងព្រះសង្គ្រោះខ្ញុំពេលនេះនឹងជារៀងរហូតអរគុណព្រះបិតាបាបខ្ញុំបានអត់ទោសហើយអត្តសញ្ញាណពិតរបស់ខ្ញុំបិតាអើយគឺនៅខាងស្ដាំទ្រង់គឺព្រះគ្រីស្ទជួយខ្ញុំឲ្យសម្លឹងមើលកន្លែងដែលទ្រង់ទតមើលទៅព្រះគ្រីស្ទនិងព្រះគ្រីស្ទតែមួយក្នុងព្រះនាមព្រះយេស៊ូវទាំងអស់គ្នាសូមថាអាមែនអាមែន